10%បើប្រៀបធៀបទៅនឹងឆ្នាំមុនចាហើយសម្រាប់ព័ត៌មានជាបន្តនៅពេលនេះគឺតេតិនទៅនឹងក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាបានបន្តប្រគល់រង្វាន់ឈ្នះទឹកប្រាក់$10000ជូនដល់អតិថិជនរបស់ខ្លួនជាបន្តទៀតហើយនៅថ្ងៃទី8ខែឧសភាឆ្នាំ2014នេះក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់$10000សហរដ្ឋអាមេរិកជារាល់ថ្ងៃទៅដល់អតិថិជនរបស់ខ្លួនចំនួន2រូបបន្តទៀតគឺលោកសាំងសុងមានទីលំនៅនៅខេត្តកណ្ដាលដែលបានឈ្នះទឹកប្រាក់$10000សហរដ្ឋអាមេរិកកាលពីថ្ងៃទី4ខែឧសភានិងអតិថិជនម្នាក់ទៀតគឺលោកសុំវិចិត្រមានទីលំនៅបច្ចុប្បន្ននៅខេត្តរតនគិរីបានឈ្នះទឹកប្រាក់ចំនួន$20000សហរដ្ឋអាមេរិកកាលពីថ្ងៃទី6ខែឧសភាដែលជារង្វាន់ស្ទួនគ្នាចំនួន2ថ្ងៃខណៈដែលពុំមានអ្នកឈ្នះកាលពីថ្ងៃទី5ការប្រកួតរង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Cellcard បានចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់$10000សហរដ្ឋអាមេរិកជារាល់ថ្ងៃសារជាថ្មីម្ដងទៀតសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល1ខែគឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី30ខែឧសភាឆ្នាំ2014តទៅនេះសូមជួបជាមួយនឹងអតិថិជនរបស់ Cellcard ទាំងពីររូបគឺលោកសាំងសុងនិងលោកសុំវិចិត្រដូចតទៅខ្ញុំបាទឈ្មោះសុំវិចិត្រនៅក្នុងក្រុងបាឡុងខេត្តរតនគិរីខ្ញុំបាទបានឈ្នះរង្វាន់ចំនួន$20000ពីក្រុមហ៊ុន Cellcard ខ្ញុំបាទមានអារម្មណ៍ថាសប្បាយចិត្តណាស់ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនបើសិនជាអតិថិជន Cellcard ទាំងអស់ចង់មានឱកាសឈ្នះរង្វាន់ដូចជាខ្ញុំបាទសូមវាយ 10K ផ្ញើទៅ8-4ដងឬក៏ call តាម8-4ដងនឹងអាចមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុន Cellcard ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីឲ្យអតិថិជនរបស់ក្រុមហ៊ុនទាំងអស់មានឱកាសឈ្នះរង្វាន់និងជូនពរដល់ក្រុមហ៊ុន Cellcard ឲ្យមានអតិថិជនកាន់តែច្រើនបន្តទៀតសូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់$10000សហរដ្ឋអាមេរិកជារាល់ថ្ងៃពីក្រុមហ៊ុន Cellcard អតិថិជនរបស់ Cellcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់លេខ8888ឬក៏ call ទៅកាន់លេខ8888ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិង call មួយដងនិងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង7ល្ងាចចាត់ដោយឡែកក្រុមហ៊ុនកាណុងបានប្រកាសនៅសង្វាក់ផលិតកម្មលើកែវ